ចាជំរាបសួរពុកម៉ែបងប្អូនចឹងនៅក្នុងថ្ងៃនេះខ្ញុំលើកអំពីវីដេអូកសិកម្មនៅប្រទេសអ៊ីស្រាអែលផ្នែកផ្លែប៉ោមដដែលណានៅចំការផ្លែប៉ោមបងប្អូនអានឹងចំការផ្លែប៉ោមមើលផ្លូវនៅក្នុងចំការរបស់គេសិតកៅស៊ូណាបងប្អូនចាហើយខាងមុខនឹងគឺជាព្រំប្រទល់ណាព្រំដែនប្រទេសអ៊ីស្រាអែលជាមួយនឹងប្រទេសលីបង់ណាដែលមានកម្ពស់រហូតដល់ជាង10ម៉ែត្រណាជារបងដ៏រឹងមាំមែនទែនដើម្បីធ្វើការការពារព្រំដែនរបស់គេជាមួយនឹងប្រទេសដទៃចាហើយចំការនឹងទៀតសតក៏នៅជប់ព្រំដែនតែម្ដងបងប្អូនឃើញទេប្រជាពលរដ្ឋរបស់គេគឺគេរៀបចំដាំចំការឬក៏ធ្វើកសិកម្មអីហ្នឹងគឺនៅជប់ព្រំដែនហ្នឹងជារបងដ៏រឹងមាំផងដែរដើម្បីធ្វើការការពារប្រទេសរបស់ពួកគេណាចានេះគឺជាសកម្មភាពដែលនិស្សិតរបស់យើងពីប្រទេសកម្ពុជាហ្នឹងគាត់កំពុងតែធ្វើការប្រមូលផលណាចាប្រមូលផលផ្លែប៉ោមចាយើងឃើញទេបងប្អូនគឺផ្លែប៉ោមហ្នឹងគឺល្អមែនទែនចានេះចំការរបស់គេបងប្អូនចាចំការរបស់គេផ្លែប៉ោមជ្រុះពេញដីណាចាហ្នឹងมันគេហៅថាស្ដេចកសិកម្មបងប្អូនចាយើងដឹងហើយថាអ៊ីស្រាអែលហ្នឹងគឺជាប្រទេសមួយដែលអត់សូវសម្បូរទឹកប្រើប្រាស់ទេបងប្អូនចាហើយភាគច្រើនដំណាំដាំដុះគេហ្នឹងគឺគេដាំដុះនៅលើភ្នំឯណាបងប្អូនចាតែសំខាន់ហ្នឹងគឺគេអាចរៀបចំប្រព័ន្ធធារាសាស្ត្ររបស់គេហ្នឹងបានល្អសម្រាប់ការគ្រប់គ្រងទៅលើការដាំដុះដំណាំកសិកម្មរបស់គេចាអានឹងថាជារឿងមួយហើយរឿងទី2ដែលបងប្អូនដឹងហ្នឹងគឺថាប្រទេសអ៊ីស្រាអែលហ្នឹងគឺសង្គ្រាមអត់ដែលឈប់ឈរសោះចាប៉ុន្តែសំខាន់គឺប្រជាពលរដ្ឋរបស់គេហ្នឹងគឺនៅតែអាចរក្សារកប្រាក់ចំណូលបានខ្ពស់មានការងារធ្វើហើយនឹងអាចជួយដល់កម្លាំងពលកម្មពីបណ្ដាប្រទេសផ្សេងៗផងដែរដូចជានិស្សិតកសិកម្មរបស់យើងនិស្សិតរៀននៅសាលាកសិកម្មរបស់យើងដែលគាត់បានទៅធ្វើការនៅប្រទេសអ៊ីស្រាអែលចាបានចូលរួមចំណែកជួយផ្គត់ផ្គង់មកក្រុមគ្រួសាររបស់ពួកគាត់ហ្នឹងក៏បានច្រើនដែរបងប្អូនចាដែលយើងដឹងស្រាប់ហើយបងប្អូនប្រទេសណាក៏ដោយឲ្យតែថាមានសេដ្ឋកិច្ចខ្លាំងមហាអំណាចផ្នែកសេដ្ឋកិច្ចហើយគឺថាមិនសូវមានប្រទេសណាហ៊ានជាមួយទេណាយ៉ាងណាក៏ញញើតដែរចាគេមានថវិកាគ្រប់គ្រាន់នៅក្នុងការគ្រប់គ្រងទៅផ្នែកកងកម្លាំងយោធារបស់គេហើយជាពិសេសគឺគ្រឿងសព្វាវុធរបស់គេទំនើបណាចាគេមានប្រព័ន្ធការពារចាប់ការពារការឈ្លានពានការបាញ់ប្រហារពីខាងបណ្ដាប្រទេសផ្សេងៗអីចឹងទៅណាចាចឹងมันវាធ្វើឲ្យប្រជាពលរដ្ឋរបស់គេរស់នៅទីនោះក៏មិនជាមានការភ័យខ្លាចអីដែរពីព្រោះថាគេមានទំនុកចិត្តលើរដ្ឋាភិបាលរបស់គេដែលអាចធ្វើការការពារប្រទេសរបស់គេបានណាបងប្អូនឃើញនោះអាហ្នឹងឯងបងប្អូនគឺជារបងណារបងការពារព្រំប្រទល់ណារបងព្រំប្រទល់របស់ប្រទេសអ៊ីស្រាអែលជាមួយនឹងបណ្ដាប្រទេសជិតខាងជាមួយលីបង់អីចឹងទៅណាចាអញ្ចឹងគឺគេមានរបងការពារខ្ពស់ជាង10ម៉ែត្រណាចាហើយយើងក៏សង្ឃឹមថាទៅថ្ងៃខាងមុខកម្ពុជាយើងក៏នឹងអាចមានរបងបែបហ្នឹងដើម្បីធ្វើការការពារព្រំដែនរបស់យើងផងដែរចាវីដេអូរបស់យើងក៏មានតែប៉ុណ្្នឹងចាសូមអរគុណសូមជម្រាបលាចា